អរគុណដល់ការកុំភៈចំនួន$1.5កុំឲ្យខាតពេលយូរយើងទៅបន្តសាររឿងបិសាចឈួលទៀតដែលនៅរឿងដំបូងពួកគេក៏បានធ្វើដំណើរមកដល់ទីក្រុងបារាណខ្សាច់ខ្មៅហើយនេះជាទីស្នាក់ការកណ្ដាលនៃប្រាសាទពេជ្រខ្មៅចាហាលឺហើយមិនបានតបតអ្វីទេក៏សម្លឹងមើលទៅកាន់ច្រាំងនៅពេលទូកបរទៅដល់ច្រាំងក៏មានមនុស្សហាមឃាត់ពួកគេហូសេងលើបែបនេះក៏ប្រាប់ថាជៀសចេញពីផ្លូវយើងទៅយើងក៏បាននាំចាហាមកជួបទៅតាមបញ្ជារបស់លោកម្ចាស់ពួកគេលឺហើយក៏ទៅម្ខាងរួចគាត់ក៏ឲ្យចាហានឹងមកតាមគាត់មកដែលនៅតាមផ្លូវចូលទៅនេះក៏មានមនុស្សរស់នៅផងដែរប៉ុន្តែបើមើលទៅកាន់ពួកគេម្នាក់ៗគឺមិនសូវមានជីវភាពធូរធារទេព្រោះអីមនុស្សទាំងអស់នេះប្រៀបដូចជាទាសករសម្រាប់ប្រាសាទពេជ្រខ្មៅអញ្ចឹងរួចពួកគេគឺធ្វើដំណើររហូតមកដល់សំណាក់ដ៏ធំមួយរួចក៏មានមនុស្សសួរទៅកាន់ដូកូថានាំនរណាគេមកនឹងតាមពិតឈ្មោះអវៈនេះគឺដូកូទេតែខ្ញុំច្រឡំហៅថាអង្គរសេងដូកូតបថាគាត់ក៏បាននាំយកចាហាតាមបញ្ជារបស់លោកម្ចាស់អវៈនោះក៏សួរបន្តថាយីចាហានឹងជានរណាគេដូកូប្រាប់ថាគាត់គឺជាអ្នកសម្លាប់មេក្រុងវីអវៈនោះលើបែបនេះហើយក៏រៀងផាត់ភ័យផងដែររួចពួកគេក៏បានធ្វើដំណើរចូលមកខាងក្នុងនេះបើមើលទៅក៏មានមនុស្សកំពុងតែរងចាំដូចគ្នាហើយក៏មានអ្នកខ្លះនឹងកំពុងតែជជែកគ្នាផងដែរចាហានិយាយឡើងថាហេតុអីបានជាមានមនុស្សចាស់ច្រើនម្ល៉េះរួចមនុស្សចាស់បែបនេះបែរជាមកធ្វើរឿងអាក្រក់អញ្ចឹងទៀតតែមនុស្សចាស់ចូលចិត្តទ្រព្យសម្បត្តិនិងភាពស្ដុកស្ដំរបស់ពួកគេមែនទេលោកគោនិយាយថាធ្វើតាមបញ្ជាលោកម្ចាស់ឥឡូវនេះគឺបាននាំយកចាហាមកហើយលើបែបនេះពួកគេក៏បញ្ញាប់កលែកទៅមើលតាចាម្នាក់នេះគឺជាមេគ្រប់គ្រងប្រាសាទពេជ្រខ្មៅអាចារ្យក៏ដើរទៅប្រាប់តាចាម្នាក់ថាចេញទៅគាត់ត្រូវការអង្គុយតាចានោះលឺហើយគឺមិនយល់នោះទេឃើញបែបនេះចាគឺបានទះមួយកំភ្លៀងតែម្ដងបានធ្វើឲ្យតាចាម្នាក់នោះប៉ើងត្រឡប់ទៅលើនឹងពេញហ្នឹងតាចាផ្សេងទៀតឃើញបែបនេះក៏រៀងឆ្ងល់ផងដែរបន្ទាប់មកចាក៏យកកៅអីមួយនោះទៅអង្គុយចំកណ្ដាលពួកគេតែម្ដងតាចាម្នាក់ក៏ស្រែកឡើងថាណែតែឯងកំពុងធ្វើអ្វីនឹងអាចង្រៃប៉ុន្តែម្ចាស់ប្រាសាទក៏ឲ្យតាចាម្នាក់នោះស្ងាត់សិនទៅរួចយើងឃើញថាតាចាម្នាក់គឺចាប់ផ្ដើមខឹងទៅលើចាហើយម្ចាស់ប្រាសាទនិយាយថាឯងក៏ជាយីចាមែនទេចាប់តាំងពីឯងបានមកដល់ហើយយើងនិយាយចូលសាច់ការតែម្ដងទៅចាហាឯងបានសម្លាប់មនុស្សរបស់ពួកយើងចំនួន3នាក់ដោយសារតែពួកគេបានដុតផ្ទះរបស់ឯងត្រូវទេចាហាតបថាបែបហ្នឹងហើយម្ចាស់ប្រាសាទបន្តត្រូវហើយដោយសារតែមនុស្សរបស់ពួកយើងជាអ្នកធ្វើខុសមុនដូច្នេះឯងគឺគ្រាន់តែកាប់ម្រាមដៃរបស់ឯងចំនួន3ទុកនៅទីនេះទៅគឺរួចគ្នាហើយចាហាតបថាមិនយល់ព្រមទេលោកមិនអាចកាត់រាងកាយដែលឪពុកម្ដាយរបស់ខ្ញុំបានប្រោសឲ្យឡើយម្ចាស់ប្រាសាទទៅវិញបើអញ្ចឹងម្រាមដៃមួយគឺ100គោលឯងត្រូវតែបង់នៅអ្វីដែលឯងបានធ្វើចំពោះពួកយើងត្រូវការតែប៉ុណ្្នឹងទេយ៉ាងម៉េចដែរចាហាក៏ថាតើចង់បញ្ចប់រឿងនេះដោយបែបនេះមែនទេនៅលើโลกនេះពិតជាមានមនុស្សឈួតច្រើនណាស់ចាហាតវិញសុំទោសខ្ញុំគឺគ្មានលុយច្រើនទេហើយទោះបីជាយើងមានក៏មិនផ្ដល់ឲ្យពួកឯងដែរម្នាក់លើបែបនេះគឺចាប់ផ្ដើមផ្លាស់ប្ដូរទឹកមុខម្ចាស់ប្រាសាទនិយាយថាក្រុមរបស់ពួកយើងតែងតែទទួលយកលុយឬក៏ផ្សេងទៀតគ្រួសាររបស់ឯងប្រហែលជាមានតម្លៃស័ក្តិសមហើយចាហាឆ្លើយទៅវិញគាត់គឺគ្មានគ្រួសារនោះទេអ្វីដែលមានតម្លៃគឺជាមីស៊ុបដែលគាត់ញ៉ាំម្ចាស់ប្រាសាទទៅវិញបើសិនជាឯងគ្មានគ្រួសារយើងនឹងទៅទាមទារចេញពីមនុស្សនៅក្នុងអៀយ៉ាតែសម្រាប់ឯងគិតថាល្អដែរឬទេចាទៅវិញលោកពិតជាគួររំខានមែនបើអញ្ចឹងយើងនឹងធ្វើការសម្រេចចិត្តមួយដែរចុះឲ្យតាចាម្នាក់នៅក្នុងចំណោមតាចាទាំងអស់នឹងឲ្យមកលើតបាតជើងរបស់គាត់មកឬមួយក៏ចង់ឲ្យមនុស្សនៅក្នុងបន្ទប់នេះទាំងអស់ត្រូវស្លាប់ឬបែបនេះទឹកមុខរបស់តាចាម្នាក់គឺចាប់ផ្ដើមរៀងផិតភ័យសូម្បីតែម្ចាស់ប្រាសាទក៏ភ្ញាក់ផ្អើលទៅនឹងសម្ដីរបស់ចាហាដែរលោកគោនៅជិតនោះបានគិតថាតាចាយើងឈួតហើយមែនទេតែគាត់មិនខ្លាចម្ចាស់ប្រាសាទនិងព្រឹទ្ធាចារ្យទាំងអស់នេះទេឬតាចាម្នាក់ក៏ស្រែកឡើងថាឯងពិតជាក្មេងឆ្លើយមែនរួចពួកគេក៏បញ្ចេញអាវុធរបស់ពួកគេចេញមកដោយសួរថាតាចាគិតថាខ្លួនឯងនឹងជាពីណាគេចាហាលើបែបនេះគឺមិនបានមាត់កអ្វីឡើយឬគាត់ក៏ងើបឈរឡើងម្ចាស់ប្រាសាទក៏និយាយឡើងថាពិតជាល្ងងមែនយើងបានផ្ដល់ការឲ្យឯងហើយប៉ុន្តែឯងនៅតែទទួលចង់បានវាទៀតចាហាតបថាមនុស្សល្ងងគឺជាតាចាស់ដូចជាពួកលោកនោះទេយើងបានផ្ដល់ការឲ្យរស់ហើយប៉ុន្តែទទួលចង់បានការបង្ហូរឈាមទៀតលោកគោលើសម្ដីចាហាបែបនេះគឺថាវល់ខួរមែនតើសម័យម្ចាស់ប្រាសាទក៏ដាក់បញ្ជាថាឲ្យសម្លាប់ចាហាចោលទៅឬបញ្ជាបែបនេះពួកគេទាំងអស់ក៏សម្ដៅទៅរកចាហាតែត្រងោលម្នាក់ដដែលកាប់ចាហាប៉ុន្តែមិនត្រូវទេក៏ត្រូវបានចាហាសើម្ដាយចំកណ្ដាលទ្រូងជំនួសវិញបានប៉ាំងទៅខាងក្រោយនឹងជិត26ម៉ែត្រហើយនៅពេលនោះក៏មានតាចាម្នាក់ទៀតបានចូលមកវិញម្ដងចាហាគិតពីការវាយប្រហាររបស់គាត់ហើយក៏បានសើម្ដាយចូលពោះឬក៏បានថែម្ដាយឆ្វេងទៅមួយទៀតជាកិច្ចបង្ហើយបុណ្យពេលនោះតាម៉ាប់ម្នាក់ក៏យកលំពេងមកវាយប្រហារចាហាឃើញហើយក៏បានកិច្ចរួចក៏បានទៅតែម្ដាយនោះទេប៉ាឡើងចង់26ម៉ែត្រហើយនៅពេលនោះក៏មានតាចាម្នាក់បានគប់អាវុធសម្ងាត់ទៅលើចាហាឃើញហើយក៏បានប្រើចំណេះជំនាញរបស់គាត់ដើម្បីទប់រើរួចក៏បានទះអាវុធសម្ងាត់ទាំងអស់នោះខ្ទាតទៅជ្រុងម្ខាងក្នុងពេលភ្លាមនោះក៏មានតាចាស់ពីរនាក់បានសម្ដៅទៅរកចាហាទៀតប៉ុន្តែក៏មានដែរបានហោះនៅលើក្បាលរបស់ចាហាផងដែរចាហាដឹងបែ
បាប់នេះក៏បានចាប់កាន់ដើមមួយដើមនោះរួចក៏បានកាប់ទៅកាន់តាចាស់ពីរនាក់ដែលបានរត់សម្ដៅចូលមកមុននេះដែលធ្វើឲ្យពួកគេទាំងពីរហ្នឹងបានដេកស្លាប់ភ្លាមនៅកន្លែងកើតហេតុចាហាក៏សម្លឹងមើលទៅកាន់សាកសពដែលគាត់បានសម្លាប់បន្តិចរួចគាត់ក៏ក្លែកមើលទៅកាន់មនុស្សដែលនៅសល់វិញម្ចាស់ប្រាសាទឃើញរឿងនេះកើតឡើងក៏មិនសូវពេញចិត្តដែរចំណែកមនុស្សដែលនៅសល់ភ្ញាក់ផ្អើលនៅអ្វីដែលបានកើតឡើងនេះមែនទែនដែលមើលទៅពួកគេគឺមិនសូវហ៊ានជាមួយនឹងចាហាទៀតទេលោកគោក៏ភ្ញាក់ផ្អើលនៅរឿងដែលបានកើតឡើងនេះដែរចាហាសួរទៅកាន់ពួកគេនោះថាហេតុអីបានជាមិនចូលមករកគាត់ទៀតមើលពួកគេលេខសំណួរនេះហើយគឺមិនបានឆ្លើយតបនោះទេប៉ុន្តែទឹកមុខគឺផិតភ័យណាស់ចាហាបន្តបើអញ្ចឹងយើងជំនះចូលទៅវិញម្ដងគ្រាន់តែនិយាយចំគាត់ក៏បានសម្ដៅទៅរកតាចាស់ម្នាក់តាចាស់នោះក៏បានវាយប្រហារទៅលើចាហាដែរប៉ុន្តែមិនត្រូវទេក៏ត្រូវបានចាហាចាក់មួយកំបិតខ្សិនខ្សែជីវិតបាត់ទៅនៅពេលនោះក៏មានតាចាស់ម្នាក់ចង់វាយប្រហារចាហាពីខាងក្រោយប៉ុន្តែគាត់បែរជាចាក់ចូលប្រឡោះអាវចាហាទៅវិញបានប្រោះកៅចាហាបែរខ្លួនដាក់មួយបាតដៃទៅលើគាត់រួចចាហាក៏បានបង្វិលខ្លួនមកខាងក្រោយវិញម្ដងរួចក៏បានសម្លាប់ទៅកាន់តាចាស់ម្នាក់ទៀតនៅពេលភ្លាមនោះតាចាស់ពីរនាក់ទៀតក៏សម្ដៅទៅរកចាហាក៏បានប្រើកសែភ្នែកកាយសាហាវរបស់ខ្លួនសម្លឹងមើលទៅកាន់ពួកគេរួចគាត់ក៏បានប្រើសៀតដែរកាប់ទៅលើពួកគេបែកឈាមឡើងពេញហ្នឹងសម្បីតែអាវុធរបស់ពួកគេក៏ត្រូវបានបំផ្លាញដែរលោកគោជាមួយនឹងម្ចាស់ប្រាសាទឃើញរឿងបែបនេះហើយមានការភ្ញាក់ផ្អើលមែនទែនព្រោះអីមនុស្សជាច្រើនមុននេះត្រូវបានសម្លាប់ដោយចាហាបាត់អស់ហើយឯអ្នកខ្លះទៀតដែលនៅសល់ដង្ហើមចង្រិតហ្នឹងគឺបានត្រហូរដោយភាពឈឺចាប់ម្ចាស់ប្រាសាទមើលទៅកាន់ចាហាហើយក៏និយាយថាធ្វើបានល្អចាហាតវិញឯងបានមើលកូនចៅរបស់ឯងត្រូវបានសម្លាប់រួចធ្វើការរងចាំឲ្យយើងអស់កម្លាំងមែនទេម្ចាស់ប្រាសាទលើបែបនេះក៏រៀងខឹងជាមួយនឹងចាហាដែររួចគាត់ក៏បានប្រើសៀតដាវខ្វែងវាយប្រហារទៅលើចាហាឃើញបែបនេះហើយក៏ប្រើប្រាស់ចំហាយដាវរបស់ខ្លួនវាយបកទៅវិញនៅពេលដែលសៀតដាវរបស់អ្នកទាំងពីរប៉ះគ្នាបង្កឲ្យមានផ្សែងផ្ទុះឡើងហើយនៅពេលដែលផ្សែងបានរសាត់បាត់ទៅពួកគេមិនកើតអ្វីទេឃើញចាហាមិនកើតអ្វីបែបនេះម្ចាស់ប្រាសាទក៏វាយប្រហារទៅលើគាត់ជាបន្តដែលគាត់បានបន្តវាយកាប់ទៅលើចាហាជាច្រើនមែនទែនឯចាហាក៏មិនឲ្យចាញ់តាចាស់នោះដែរក៏បានវាយបកទៅលើគាត់វិញដែលការប្រយុទ្ធរបស់អ្នកទាំងពីរធ្វើឲ្យទីកន្លែងមួយនេះខូចខាតឡើងពេញនឹងហើយនៅពេលនោះពួកគេទាំងពីរក៏បានសម្លក់គ្នាបន្តិចរួចក៏ប្រើប្រាស់ចំហាយដែររបស់ខ្លួនវាយប្រហារទៅលើគ្នាជាបន្តដែលបង្កឲ្យមានផ្សែងបានផ្ទុះឡើងនៅទីនេះយ៉ាងខ្លាំងលោកគោជាអ្នកជើមើលហេតុការណ៍ទាំងអស់នេះក៏រៀងពិបាកផងដែរនៅពេលដែលផ្សែងបានរសាត់អាវុធរបស់អ្នកទាំងពីរនៅតែប៉ះទង្គិចគ្នាដដែលប៉ុន្តែនៅពេលនោះដោយសារតែម្ចាស់ប្រាសាទគឺមានកំបិតចំនួន2ដើមក៏បានគេបំបាក់ដាវចាហាជា2តែម្ដងចាហាឃើញម៉ាប់នេះក៏បានដកថយមកខាងក្រោយបន្តិចរួចក៏រៀងខឹងទៅនឹងតាចាស់ម្នាក់នេះដែររួចនៅពេលនោះពួកគេទាំងពីរនាក់ក៏បានសម្លឹងមុខគ្នាបន្តិចផងដែរប៉ុន្តែភ្លាមនោះម្ចាស់ប្រាសាទបានវាយប្រហារទៅដោយនិយាយថាឥឡូវឯងគឺគ្មានអាវុធនោះទេចាហាឃើញអំពីការកាប់បែរដូច្នេះគាត់ក៏ព្យាយាមកិច្ចផងដែរប៉ុន្តែនៅពេលនោះដាវរបស់គាត់ក៏បានប្រើប្រាស់បច្ចេកទេសទៅតែបង្កើតថ្មីហ្នឹងមានឈ្មោះថាការស្រូបយកដ៏អស្ចារ្យចាប់យកដាវនៅក្បែរនោះបាត់ហើយលោកគោភ្ញាក់ផ្អើលមែនតើដែលនៅសុកចាហាបានស្រូបទាញដាវមើលដូច្នេះរួចចាហាក៏យកដាវថ្មីហ្នឹងទប់ទល់ជាមួយនឹងម្ចាស់ប្រាសាទរួចចាហាក៏បាននិយាយដូចថាឥឡូវនេះគាត់គឺមានអាវុធវិញហើយម្ចាស់ប្រាសាទលើបែបនេះក៏រៀងខឹងជាមួយនឹងចាហាដែរបន្ទាប់មកគាត់ក៏ប្រើប្រាស់សៀតកំបិតទាំងពីររបស់គាត់ហ្នឹងវាប្រហារទៅលើចាហាក៏ប្រើប្រាស់សៀតដាវរបស់គាត់ដើម្បីទប់ទល់ដូចគ្នាដែលមើលទៅការប្រយុទ្ធរបស់ពួកគេទាំងពីរមិនទាន់អាចបែងចែកចាញ់ឈ្នះនៅឡើយទេដែលកម្លាំងរបស់ពួកគេស្ទើរតែបានបំផ្លាញទីកន្លែងនេះបាត់ហើយចាហាប្រយុទ្ធបណ្ដាព្រមទាំងគិតបណ្ដាថាការប្រយុទ្ធរបស់តាចានេះគឺខ្លាំងគ្រាន់បើគាត់គឺខ្លាំងដូចទៅនឹងដុកគោដែលបានវឹកហាត់សៀតដាវអស់រយៈពេល40ឆ្នាំរួចពួកគេទាំងពីរម្នាក់ដាវម្នាក់ទៀតកំបិតអាវុធរបស់ពួកគេទាំងពីរបានប៉ះគ្នាជារឿយប៉ុន្តែនៅតែមិនទាន់ដឹងថានរណាគេមានប្រៀបជាងនៅឡើយទេចាហាសម្លឹងមើលទៅកាន់តាចានោះហើយគិតថាតាចាម្នាក់នោះគឺចាប់ផ្ដើមសោយកម្លាំងហើយដែលមើលទៅការបំលាស់ទីរបស់តាចាម្នាក់នោះគឺមិនល្អនោះទេចំណែកឯការដកដង្ហើមរបស់តានោះវិញក៏ចាប់ផ្ដើមលំបាកជាងមុនទៀតរួចពួកគេទាំងពីរក៏បានសម្ដៅទៅរកគ្នាសារជាថ្មីដែលតាចានោះវាយប្រហារបណ្ដាព្រមទាំងដកដង្ហើមរៀងហត់បណ្ដាចំណែកចាយើងគឺមិនហត់នឿយនៅក្នុងការប្រយុទ្ធមួយនេះទេពេលនោះអាវុធរបស់ពួកគេទាំងពីរក៏បានប៉ះគ្នាម្ដងទៀតប៉ុន្តែចាក៏ក្រវាចេញរួចក៏សម្ដៅទៅរកតាចានោះជាមួយនឹងកញ្ញាដៃតែម្ដងដែលបានធ្វើឲ្យតាចានោះកិច្ចថយទៅខាងក្រោយស្ទើរតែមិនចង់ទាន់ចាឃើញម៉ាប់នេះគឺមិនឲ្យខាតពេលយូរទេក៏សម្ដៅទៅរកទៀតតាចានោះឃើញម៉ាប់នេះក៏យកកំបិតទាំងពីររបស់ខ្លួនយកមករងដែលគាត់បានទប់ការវាយប្រហាររបស់ចារហូតទាល់តែលុតជង្គង់ចុះបើមើលទៅសភាពរបស់តាចានេះគឺចាប់ផ្ដើមអស់កម្លាំងមែនទែនហើយនៅពេលនោះចាក៏បានប្រើបាតដៃខាងឆ្វេងនៅសល់របស់ខ្លួនហ្នឹងតែទៅលើតាចាម្នាក់នោះយ៉ាងពេញទំហឹងដែលធ្វើឲ្យគាត់នឹងប៉ើងទៅខាងក្រោយដល់ចង់26ម៉ែត្រចាបន្ទាប់ពីប្រើបាតដៃនោះហើយគឺមិនទាន់ឈប់នោះទេគាត់ក៏បានចោលដៃនៅក្នុងដៃរបស់ខ្លួននឹងសម្ដៅទៅរកតាចានោះតែម្ដងតាចានោះក៏បានឃើញផ្លែដៃបានហោះសម្ដៅមកកាន់ខ្លួននឹងពេញភ្នែកទោះបីជាគាត់បានឃើញក៏ដោយប៉ុន្តែគាត់ក៏គ្មានកម្លាំងដើម្បីរត់គេចនោះ
ទេបែបនេះបានធ្វើឲ្យដើមម្ដងនោះបានចាក់ទម្លុះខ្លួនគាត់តែម្ដងចំណែករាងកាយរបស់គាត់វិញក៏បានប៉ាងខ្ទប់ទៅនឹងជញ្ជាំងឈាមជាច្រើនក៏បានហូរចេញពីមាត់របស់គាត់បន្ទាប់មកជីវិតរបស់គាត់ក៏បានខ្សឹងខ្សៃបាត់ទៅលោកគោគឺភ្ញាក់ផ្អើលនៅអ្វីដែលគាត់បានឃើញមែនទែនចំណែកអ្នកដែលមិនទាន់បាត់បង់ជីវិតក៏មានភាពតក់ស្លុតដូចគ្នាចាហាសម្លឹងមើលទៅកាន់រាងកាយម្ចាស់ប្រាសាទម្នាក់នោះមុននេះគាត់មិនទាន់បានទៅបើកលុយនោះទេរួចក៏និយាយទៅកាន់ចាហាថាចង់ឲ្យចាហានឹងខ្លាចទៅជាម្ចាស់ប្រាសាទបន្ទាប់ពីគាត់ព្រោះអីគាត់គឺមិនចង់ឲ្យប្រាសាទពេជ្រខ្មែរនឹងត្រូវបានបញ្ចប់ទាំងស្រុងនោះទេទោះបីជាអ្នកក្រៅមកគាត់នឹងគ្មានអ្វីក៏ដោយប៉ុន្តែគាត់នៅតែដឹកនាំពួកគេចាហាតបថាលោកនិយាយសម្ដីអាក្រក់ជាច្រើនតែមិនចង់ស្លាប់ទេឬបើលោករស់នៅជីវិតដ៏ល្អមិនធ្វើការចាប់ចម្រិតអ្នករតីមិនជួញដូរទាសករតើជីវិតរបស់លោកអាចរស់នៅក្នុងស្ថានភាពដូចជាឋាននរកនៅពេលនេះបានដែរមែនទេលោកធ្លាប់បានសម្លាប់មនុស្សជាច្រើនហើយពួកគេនោះក៏សូមអង្វរឲ្យលោកទុកជីវិតឲ្យពួកគេដែរហើយនៅពេលនោះបាតដៃរបស់ចាហាក៏បញ្ចេញថាមពលរួចបន្តទៀតថាមនុស្សដូចជាលោកគឺល្អហើយដែលស្លាប់នោះដែលបាតដៃរបស់គាត់នឹងបានសម្ដៅទៅកាន់ផ្ទៃមុខតាចានោះហើយនៅពេលភ្លាមនោះឈាមជាច្រើនក៏បានខ្ទាតចេញមកលោកគោគឺភ្ញាក់ផ្អើលនៅរឿងដែលបានកើតឡើងនេះមែនតើព្រោះអីរាងកាយខាងលើរបស់ម្ចាស់ប្រាសាទនឹងក៏បានខ្ទេចតែម្ដងភ្លាមនោះចាហាក៏កលែងមើលទៅកាន់អ្នកដែលនៅសល់ពួកគេឃើញបែបនេះគឺផាត់ភ័យមែនតើលោកគោនិយាយថាយីចាហាលោកត្រូវតែខ្លាចទៅជាម្ចាស់នៅទីនេះបន្ទាប់ចាហាលើបែបនេះក៏បកដៃហៅឲ្យលោកគោនឹងចូលមកជិតខ្លួនលោកគោឃើញបែបនេះហើយក៏ដើរទៅរកចាហាផងដែរឬគ្រាន់តែមកជិតភ្លាមនឹងចាហាក៏បានទាត់ទៅកាន់លោកគោមួយកំភ្លៀងដែលត្រូវពេលនេះហើយក៏ធ្វើឲ្យលោកគោនឹងប៉ើងដួលទៅខាងក្រោយបន្តមកចាហាក៏ទៅចាប់ក្បាលលោកគោនោះឡើងរួចនិយាយថាហេតុអីបានជាឯងចង់លេងសើចជាមួយនឹងយើងតែឯងចង់ឲ្យយើងបញ្ជូនឯងទៅជួបម្ចាស់ប្រាសាទរបស់ឯងមែនទេមើលទៅលោកគោក៏រៀងពិបាកផងដែររួចក៏តវិញថាចង់ឲ្យគាត់នឹងធ្វើអ្វីទៀតបន្ទាប់ពីម្ចាស់ប្រាសាទត្រូវបានសម្លាប់បែបនេះឬគាត់ក៏គិតទៅដល់សម្ដីមុននេះថាចាប់តាំងពីពួកគេនេះល្ងងអញ្ចឹងហើយគឺមានតែដឹកនាំពួកគេទេចាហាកើតឡើងថានេះពិតជាក្រុមដ៏រំខានមែនឬគាត់ក៏ប្រឡែងលោកគោនោះវិញហើយក៏ប្រាប់ថាទៅហៅអ្នករាល់គ្នាឲ្យមកជួបជុំមករួចជ្រើសរើសព្រឹត្តិការណ៍ណាដែលស័ក្តិសមដើម្បីរស់ឬគាត់គិតថាកម្លាំងនេះប្រៀបដូចទៅនឹងកម្លាំងទន្សាយខ្មៅដែរគាត់គឺងាយស្រួលនៅក្នុងការទទួលយកវាប៉ុន្តែដោយសារតែកម្លាំងនេះធ្វើអាក្រក់នៅក្នុងចាងហ៊ូរួចចាហាក៏ទៅអង្គុយកៅអីម្ចាស់ប្រាសាទរួចគាត់គិតថាគាត់ត្រូវតែធ្វើអ្វីមួយដើម្បីតបស្នងទៅកាន់មនុស្សដែលបានស្លាប់ហើយបន្តិចក្រោយមកមនុស្សជាច្រើនក៏មកជួបជុំចាហាប្រាប់ឲ្យកាន់ពួកគេនោះថាគាត់និយាយខ្លីៗទៅចុះកម្លាំងប្រាសាទពេជ្រខ្មែរនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់អ្នករាល់គ្នាឮបែបនេះហើយគឺមិនទាន់មាត់ក៏អ្វីទេចាហាបន្តរួចគាត់នឹងឲ្យដូកូនឹងធ្វើជាអ្នកគ្រប់គ្រងប្រាសាទបន្តការងារដំបូងរបស់ឯងត្រូវតែខ្លាចទៅជាម្ចាស់ប្រាសាទមួយនេះដើម្បីប្រមូលផ្ដុំអ្នកដែលនៅសល់ទៅបំផ្លាញជញ្ជាំងការពារបុរាណដូកូឮបែបនេះក៏សួរថាធ្វើបែបនេះធ្វើអ្វីទៅចាហាតវិញតែឯងត្រូវការបញ្យោរាយរាប់ទៀតមែនទេអ្នករាល់គ្នាឮបែបនេះក៏ឆ្លើយថាត្រូវការបញ្យោព្រមគ្នាចាហាប្រាប់ឲ្យកាន់ពួកគេនោះថាឯងប្រហែលជាគិតថាជញ្ជាំងការពារនោះនឹងការពារឯងប៉ុន្តែវាអត់ប្រយោជន៍ទាំងស្រុងបើសិនជាប៉ះគ្នាជាមួយនឹង Master នៅក្នុងមូរីមតាមការពិតទៅម្ចាស់ប្រាសាទពេជ្រខ្មៅនេះជាមនុស្សដែលខ្លាំងជាងគេនៅក្នុងចំណោមពួកឯងគឺមិនអាចការពារជីវិតរបស់ខ្លួនឯងបានផងបន្ថែមពីនេះដោយសារតែពួកឯងនឹងធ្វើការបិទគប់ពួកឯងគឺមិនទទួលបានដំណឹងចេញពីមនុស្សនៅខាងក្រៅប៉ុន្តែនេះហើយតើពួកឯងយល់អំពីអ្វីដែលយើងចង់និយាយដែរទេរួចចាហាក៏សម្លឹងមើលទៅកាន់មុខរបស់ពួកគេនោះម្នាក់គាត់សួរខ្លួនឯងវិញថាតើពួកគេនោះយល់ដែរឬទេចាហានិយាយឡើងថាគាត់ពិតជាន័យហត់ដល់ហើយឥឡូវបានហើយនាំគ្នាទៅបំផ្លាញជញ្ជាំងការពារនោះទៅរួចពួកឯងធ្វើរមាទៅកាន់ពិភពលោកខាងក្រៅខ្លះព្រោះនៅខាងក្រៅធំជាអ្វីដែលមាននៅក្នុងទីនេះទៀតពួកគេលើហើយក៏ឆ្លើយតបថាយល់ព្រមទាំងទឹកមុខអ្នកខ្លះយល់អ្នកខ្លះគឺមិនយល់ទេចាហាប្រាប់ថានៅពេលដែលគាត់មកមើលនៅពេលក្រោយបើសិនជាឃើញពួកឯងនៅតែជួញដូរទាសករទៀតឬក៏យកប្រាក់ចំណេញចេញពីការលេងល្បែងនោះឬបើសិនជាគាត់ឃើញអ្វីដែលខុសអំពីផ្លូវរបស់គាត់រៀបចំនោះពួកឯងទាំងអស់គ្នាហ្នឹងគឺដឹងតែចប់ហើយរួចអ្នកដែលយើងត្រូវសម្លាប់មុនគេគឺជាឯងដុកគោហើយនឹងបន្តសម្លាប់ណាគេដែលយើងបានចងចាំមកទុកបែបនេះតើពួកឯងគិតថាល្អដែរទេម្នាក់ឮបែបនេះហើយគឺស្លន់ស្លោអស់ហើយនៅពេលដែលពួកឯងចង់បានជីវិតថ្មីនោះផ្ញើសម្បត្តិមកកាន់យើងមកអ្នករាល់គ្នាឮបែបនេះហើយក៏នៅស្ងប់ស្ងាត់បន្តិចហើយនៅពេលនោះក៏មានមនុស្សម្នាក់ឲ្យចាហាហ្នឹងប្រាប់ពីវិធីសាស្ត្រឲ្យលម្អិតចាហាតបតែរៀងខឹងថាយើងបានប្រាប់អស់ហើយចង់បានវិធីសាស្ត្រអីទៀតតើមុននេះហ្នឹងឯងក៏បានស្ដាប់សម្ដីរបស់យើងដែរទេរឿងលម្អិតហ្នឹងតាក់ទងទៅនឹងរឿងរបស់ពួកឯងហ្នឹងហើយហើយរីបានជាឯងនៅតែសួរយើងបែបនេះទៀតបើសិនជាឯងមិនអាចធ្វើបាននោះទេគួរតែបំផ្លាញជញ្ជាំងការពារនោះចោលទៅហើយក៏មកអង្គុយធ្វើជា Captain រួចសួរយើងថាខ្លួនឯងគួរតែធ្វើអ្វីនោះដោយសារតែមាន Captain ដូចជាឯងហ្នឹងហើយទើបរឿងបែបនេះបានកើតឡើងនោះ
ពួកឯងទាំងអស់គ្នានឹងស្ដាប់ឲ្យច្បាស់ទៅចាប់ពីពេលនេះទៅនរណាគេដែលសួរសំណួរបែបនេះមកកាន់យើងម្ដងទៀតអ្នករាល់គ្នាលើបែបនេះចាប់ផ្ដើមត្រៀមចិត្តហើយនៅពេលនោះក៏មានសម្លេងមួយបានសួរថាអាណាទៅចម្លើយរបស់លោកម្ចាស់មុននេះចាហានិយាយបន្តថាបោះបង់ឈ្មោះប្រាសាទពេជ្រខ្មៅចោលទៅប្រាប់យើងមើលថាពួកឯងនឹងក៏មានគំនិតចង់ដាក់ឈ្មោះអ្វីហើយកុំប្រើប្រាស់ពាក្យថាខ្មៅស្ដាប់ទៅគឺពិតជាអាក្រក់ណាស់ដែលពួកឯងបង្កើតវាឡើងចង់កែប្រែវាឲ្យដូចទៅនឹងសមាគមខ្មៅដែរមែនទេព្រោះយើងមិនដឹងថាពួកគេគឺមានគំនិតអ្វីដើម្បីបង្កើតឈ្មោះថ្មីផងនោះសាររឿងក៏បានបញ្ចប់បាត់ហើយបើសិនបើគ្នាយើងចង់ឧបត្ថម្ភមកកាន់ខ្ញុំបានក៏អាចឧបត្ថម្ភបានតាមរយៈ QR Code ដែលមាននៅលើវីដេអូនេះនៅរាល់ការរកណែរបស់អ្នកទាំងអស់គ្នាក៏ជួយមកដល់រូបខ្ញុំបានច្រើនមែនទែន